ប៉ុន្តែការសិក្សាដ៏ត្រឹមត្រូវបំផុតនោះគឺសិក្សារហូតដល់រឿងទាំងអស់ហ្នឹងលែងជាសម្ពាធតែមិនមែនមានន័យថាយើងត្រូវធ្វើខ្លួនយើងឲ្យធ្លាក់ចុះក្នុងអកុសលធម៌តាមគេដែរទេអញ្ចឹងណាហ្នឹងហើយដូចសិលមិញនិយាយតែខ្ញុំដាក់ចំណងជើងថាត្រាច់ទៅតែឯងណាហ្នឹងហើយហ្នឹងហើយត្រាច់ទៅតែឯងក្នុងទីនេះគឺមិនមែនត្រូវកិច្ចចេញពីវងមនុស្សដូចតែថាយើងជាភរិយាយើងត្រូវកិច្ចចេញពីប្តីឬក៏ជាប្តីត្រូវកិច្ចចេញពីភរិយាជាម្ដាយត្រូវកិច្ចចេញពីកូនកូនត្រូវកិច្ចចេញពីម្ដាយមិនមែនទេមិនមែនអញ្ចឹងទេតែអាហ្នឹងបើអ្នកបួសអត់ត្រូវជាប់ជាពាក់អីអញ្ចឹងណាអ្នកបួសជាភិក្ខុជាសាមណេរដែលជីវិតជាអ្នកបួសហ្នឹងឈ្មោះថាជាអនាគារយៈបុគ្គលដែលមិនមានផ្ទះអញ្ចឹងណាជាបុគ្គលដែលមិនមានកម្មសិទ្ធិទោះបីធ្លាប់មានប្រពន្ធក៏ដោយហ្នឹងហើយតែបួសលែងជាប្រពន្ធណាដើមផងអ្នកមានប្តីមានប្រពន្ធជាថាបួសហ្នឹងលះពន្ធនៅលះប្តីនៅឬក៏នៅតែប្រពន្ធអញដដែលទេគ្រាន់តែមិនបានប៉ះពាល់មែនតែក្នុងចិត្តវានៅតែប្រពន្ធអញដដែលអញ្ចឹងវាមិនឈ្មោះថាជាអនាគារយៈបុគ្គលទេហ្នឹងហើយជាការយើងចេះតាមគ្នាទៅផ្អើលតាមគ្នាទៅយើងអត់យល់និយមន័យនៃការបួសហ្នឹងជាចឹងទៅជាតែផ្អើលទៅហ្នឹងហើយបួសទៅតែយូរទៅវាទៅជារឿងសាមញ្ញណាវាសាមញ្ញវាដូចជាមិនមានអីចម្លែកអីរឿងបួសហ្នឹងបួសរយៈពេលវែងពេលខ្លីអីក៏ដោយប៉ុន្តែពេលដែលបួសហ្នឹងអត់មានកម្មសិទ្ធិទេផ្ទះសម្បែងដីធ្លីស្រែចម្ការអីធ្លាប់មានហ្នឹងអាហ្នឹងមិនគេហៅបួសដែលឮទៅថាលះចេញចាកផ្ទះលះបងទ្រព្យសម្បត្តិទៅបួសអញ្ចឹងណាបើចន្ទថាស៊ូលោកគ្រូឈប់ live តាម YouTube មកពីកម្មវិធីហ្នឹងវាលែងឲ្យ live តាម YouTube កើតកាលមុនដាក់ទៅវាទៅទាំងពីរតែឥឡូវហ្នឹងវាឲ្យតែមួយមិនដឹងយ៉ាងម៉េចវាឬក៏វាឲ្យទិញឬក៏យ៉ាងម៉េចខ្ញុំអត់សូវចេះដែរបាទអញ្ចឹងបែរមកសំណួរនេះថាវាលំបាកបន្តិចអ្នកនៅជុំវិញយើងអញ្ចឹងពិតមែនហើយវាពិបាកបន្តិចមែនហើយសម្រាប់យើងចាប់ផ្ដើមដំបូងណាបាទប៉ុន្តែនៅពេលដែលយើងកាន់តែយល់ពីធម្មៈណាដូចជាថ្ងៃអាទិត្យក្រោយហ្នឹងនឹងរៀនតួធម្មៈហ្នឹងមានពាក្យជាដើមថាកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាហ្នឹងគឺវាមានត្រឹមតែជាធម្មាដោយន័យថានិស្សតនិជីវធម្មានិស្សតនិជីវធម៌អត្ថមិនមែនជាសត្វមិនមែនជាបុគ្គលមិនមែនជាអ្នកណាទេគឺមានត្រឹមតែជាធម្មៈហ្នឹងហើយចិត្តពិចារណារឿយនៅធម្មៈហ្នឹងរឿយទៅវាមិនបាច់ទៅផ្គងចិត្តអីទេវាមិនបាច់ទៅតាំងចិត្តអីទេព្រោះចិត្តហ្នឹងតើកាលណាយល់វាទៅអូតូរបស់វាអញ្ចឹងបានតែសំខាន់យើងស្ដាប់ឲ្យយល់យើងរៀនឲ្យយល់ឲ្យយល់ដល់សភាវៈមែនតែនវាមិនមែនយល់តែពាក្យពោលទេណាអាហ្នឹងហើយទៅយល់ដល់សភាវៈមែនតែនប្រហែលថាលឺត្រឹមតែលឺអីហ្នឹងគឺថាបញ្ញាហ្នឹងវាចូលទៅដល់ពិចារណាច្បាស់ថាអូវាមានតែលឺមែនហើយវាបាត់ទៅមែនតាណាមិនមែនតែព្រះថាយណាតាមពិតអាហ្នឹងវាមែនណាហើយដល់មែនអញ្ចឹងហើយវាប្រឡែងឯងចិត្តប្រកាន់ហ្នឹងវាប្រឡែងឯង
vì ăn miênត្រូវtăng chất ấy mày tiết thế vì ăn miên tôi phải chia chất ấy từ tăng ấy yang mày tiết thế vì rồi việc để luôn với thơ ca hay dân cùng khai sự tệ mình trẻ thơ ca đó nhưng mình miên ca sắc xa mình miên ca sẽ đập ôi là ó nó bột vậy chẳng nạn nó ôi vô trường ca tới chơi ta khai tại bên nhà nó mình chơi thơ ca đưa ta khai tại sự tệ nó bị ở chơi rồi lực bị ở chơi lực đó sự phiêu vẹ nó khai tại bên nhà nó về mình chơi thơ ca mình thiệt ít và ông ôi sẽ đập đây là ó đó đầm bay ban bên nhà nó bọn tra thà sọc xô sang lệ vật tế bên nhà ca đạp đôi là ó rồi mấy bàn nơi bên nhà đạp đôi là ó nó tí nó cứ đạp thua để bọn ông trung tra sầm đài nắng hay bà hay đòi vô này sau mình sẽ cà rạ cà thơ tục nông chật đòi bài trâu tầm nông kích bị cha na đòi là on từ rồi tiện này muôi để bọn ông trung tra sầm đài nè rồi dân đạp và xong xoát xì bị thòm về để bang school thì bị xét cứ bon chạm hà bang school là chỉ đàm này bờ sân chỉ đạp nước miên mình sẽ ca đã đạp đòi thật thia nó ô đằng thà thật tệ bản nhà nó bị chìm ra bản nào đấy bản nào chìm đằng thà vì mình vô từng o tại khăn yên nè từng nẹt sâu từng nẹt sẽ đạp nâng ọt vô đôi từ khăn yên nè việc làm thay chỉ bị thi đi tại ọt vô đi nhầm hiên thần nia thà ọt vô đi sâu nè thì miền ấy chỉ phò tán thà miền nhom khuôn anh to là chỉ phò tán ấy khải lô kê với mình là ngon đôi anh chẳng á thà ai thành chẳng có bán và nó nhom nơi không bị say nâng chiêng san sập nam nhom đằng tràn chiêng bóng bộ nhom dễ thì mình phải làm thế hãy con mình bên miền này tha cả năng của bọn để sâu cả lại nâng chỉ mà nó on đây mình thấy lục chlat còn để khóa cả riêng trâu từ bọn nó đấy chlat á bọn chlat nó lục riêng phải lấy riêng này lấy vì có sầm quan mê lia chọn với cả hạ xây lục chlat prai thầm một bọt miệng cô vì sao từ mẹ ấy prai proi này cái số lục chlat đấy chlat vẫn mấy ban mình vô là cậu sala thom mê nữa cái số đó ngày nữa tham mô phim đại riêng họ cả riêng sầu nữa miền đại riêng nó vô này cái riêng cầm đại riêng thay vô mau chỉ mấy riêng sầm mẹ bạn để nói cái riêng vô từ sâu tới ban school luôn thấy nhá tự đào chân ấy số thà lộ on men thà men lộ on thế men lộ mình chlat thế chlat bông chlat tinh mấy trăm rồi lên bự đàm pel mây ấy đấy hiểm làm tinh lần bài của phù mọt đấy mồm sột bà nó vọt kháng lục sột trôi pel mây nè tăng vì thầm mà sang gần đây năng là hô đom ha bát than nè cái này khăn là đi bay ấy nè thì canh chụp bát than na varang tu cọt tầm mang thì cắt tu cắt thì canh chê về thì cắt tu canh trái nó cứ sốt trôi theo nó sam này rồi lục on mấy nó on này lục mình lục sốt bà nó on đấy và nhà lục on đấy thì vì chặt bỏ lục on á on thì còn là riêng về mình trâu chẳng còn là riêng mình trâu rồi bạn ơi bởi lục riêng trâu có hỏi na riêng toàn lục thì mũi pê vào lìa cùng dây rương thầy dương có hỏi nên miền pê vào lìa riêng chào đôi lọ đấy ha đây là nam đăng hiểm đăng tuột thôi chào thì ca cả đôi ca nghe thơ và thiên tận nô sợ hơn mấy cả đôi con mình vô đôi co này tận đi vô đôi co thôi chào thì ca mơ côn lô mà quạt còn mình là vô đôi mơ rồi chuyện nè này tê đôi đi đôi chẳng mang thêm tha và dân mà lộ riêng trớ có ho mình cho nên lộ tế
ឈ្នះលោកទេមិនឈ្នះទី1គឺពេលវេលានឹងតែមកហ្នឹងហើយមិនឈ្នះទី1គឺពេលវេលានឹងមកអត់អាចទេកុហកអាចមានទ្រព្យកុហកអាចមាននេះមាននោះតែកុហកគ្មានពេលសម្រាប់រៀនធម៌ច្រើនដូចព្រះសង្ឃនេះបើលោករៀនទេតែបើលោកមិនរៀនគឺអត់ចេះហ្នឹងហើយហ្នឹងហើយអញ្ចឹងសោះសូសាំងលពតេបញ្ញាហ្នឹងគឺការស្ដាប់ដោយល្អសិក្សាដោយល្អហ្នឹងរមែងកើតបញ្ញាហើយបញ្ញាហ្នឹងវាចេះធ្វើការរបស់វាហើយណាមិនបាច់ទៅតាំងចិត្តជំនួសបញ្ញាទៀតទេបញ្ញាហ្នឹងវាដឹងរឿងត្រូវដោះស្រាយយ៉ាងម៉េចហ្នឹងហើយហ្នឹងហើយរៀនឲ្យយល់កុំខ្លាចរៀនច្រើនពេកអញ្ចឹងណារៀនហ្នឹងគឺកុំចេះតែខ្លាចយល់ច្រើនពេកមកយើងរៀនធម៌ហ្នឹងចេះតែខ្លាចច្រើនពេកយ៉ាងហ្នឹងណាតែបើពេលវេលាអត់ប្រយោជន៍ទេយើងច្រើនខ្លាំងណាស់ពេលវេលាអត់ប្រយោជន៍ដូចកលេសកើតយើងមិនចេះខ្លាចច្រើនទេ scroll Facebook មួយថ្ងៃមិនចេះខ្លាចច្រើនមែនទេតែរៀនធម៌បន្តិចចាំបូកប៉ានេះអញគឺរៀនច្រើនហើយច្រើនស្អីតិចមួយខ្ញុំមួយថ្ងៃក៏មិនតាន់រៀនច្រើនផងហ្នឹងខ្ញុំនៅល្ងងមកកណោយ៉ាងសរុបមកកាលណាសតិបញ្ញាកើតឡើងលែងទាស់ហើយលែងទៅជាមួយពួកគាត់ដែរដូចសំបីខ្ញុំនិយាយធោះរាល់ថ្ងៃខ្វះណាស់អ្នកជេរខ្ញុំសូវីយ៉ាគណៈថាគេមិនសូវមានទិដ្ឋិដូចគ្នាវាមិនសូវស្របអីប៉ុណ្ណឹងបើហើយគេមិនបចោទេមើលទៅតែខ្ញុំគេបចោខ្លាំងទៀតផងមានអ្នកថាខ្ញុំនិយាយខុសច្រើនទៀតផងថាខ្ញុំទៅនរកទៀតផងព្រោះតែខ្ញុំនិយាយខុសតែខ្ញុំមិនគិតថានឹងវាជាបញ្ហាផងខ្ញុំគិតថានឹងជាបញ្ហាមិនហើយនិយាយឡើងចេញមែនទេដូចរឿងខ្ញុំអីទៅវិយាប្រហែលជាធ្លាប់លឺហើយគេមិនចាត់ធម្មតាគេចាត់ថាជាព្យុះភ្លៀងផងណារហូតដល់មានអ្នកបង្កើតជាក្រុមចាំជន់បលិចខ្ញុំដើម្បីថាកុំឲ្យខ្ញុំនឹងមានមុខក្នុងសង្គមតទៅទៀតគេបង្កើតគ្រុបចឹងហ្មងគ្រុបគ្នាគេមានប្រមាណគ្រុបដែរមានតែខ្ញុំមានគេផ្ញើសលេងផ្ញើអីឲ្យតែខ្ញុំញឹមអញ្ចឹងវាមានទៅតបតអីទេប៉ុន្តែថ្ងៃណាជួបមុខខ្ញុំចង់ចាក់សលេងគាត់ឲ្យស្ដាប់គិតអីហ្នឹងគិតអីក្នុងនេះធ្វើចឹងគិតអីតែខ្ញុំមិនផ្សាយអីទេហ្នឹងហើយវាមិនមែនជាបញ្ហាអញ្ចឹងតែកាលណាយើងដឹងថាការងារយើងធ្វើគេមើងងាយយើងគេថាយើងមកពីគេមិនយល់ការងាររបស់យើងហើយវាយើងស្រឡាញ់ការងារយើងហើយយើងឈប់ធ្វើវាព្រោះតែគេថាមានន័យថាយើងមិនបានស្រឡាញ់ការងារនឹងមែនទេណាការងារគ្រាន់តែធ្វើកំដរពេលងាយនឹងបាត់បង់អញ្ចឹងបាននិយាយមិញលឺបងម្នាក់គាត់ថាគាត់ជួបអតីតអ្នកបួសរៀនបានច្រើនធ្វើគ្រូគេទេសនា 4-10 ឆ្នាំទៅទៀតល្បីទៀតដល់គាត់ទៅជួបចឹងទៅផឹកហើយធ្វើការទៀតខ្ញុំមិនថាធ្វើការទៅតាណាធ្វើការមិនទូចប៉ុន្មានទេហើយតំណាងអ្នកអប់រំគេឲ្យ 4-10 ឆ្នាំទេសនាល្បីទៀតនៅលោកឯទៅនិយាយគាត់និយាយថាម៉េចនិយាយថាចាញ់បោកព្រះអស់ជាង10 ឆ្នាំកំពុងផឹកណាគាត់ផឹកចាញ់បោកព្រះអស់ជាង10 ឆ្នាំដល់សឹកមកវិញឥឡូវចាញ់បោកប្រពន្ធអស់ប្រហែលឆ្នាំទៀតអានឹងពាក្យគាត់សម័យខ្លួនលើគួរតែកែប្រែពាក្យហ្នឹងជាមនុស្សមានមុខមាត់ក្នុងសង្គមមិនរៀបចឹងតែពាក្យនេះមិនគួរនិយាយទោះទៅផឹកតែឯងទៅបើថានិយាយចឹងវាស្មានខ្លួនឯងគ្រាន់បើណាអញ្ចឹងខ្លួនឯងកាលនៅលោកធ្វើអីហើយមកវិញថាចាញ់បោកព្រះចឹងអីហើយ
អ្នកអប់រំគេតែថ្ងៃហ្នឹងក៏នៅតែក្នុងទូនាទីអប់រំគេយកពធយកទៅអប់រំដែរប៉ុន្តែដល់ពេលផឹកនិយាយចឹងអញ្ចឹងការងារហ្នឹងវាមានប្រសិទ្ធភាពខ្ញុំគិតថាគ្មានប្រសិទ្ធភាពទេអាស្រ័យទូនាទីទេគេនៅស្ដាប់ហ្នឹងទៅអត់ទូនាទីមានណាស្ដាប់ទេសំដីចឹងចឹងទៀងវឌ្ឍនាជំរាបសួរលោកគ្រូខ្ញុំសូមសួររឿងមួយតើរៀនព្រះអភិធម្មដើម្បីអ្វីព្រមមានប្រសង់សួរមកកាន់ខ្ញុំរបៀបលេងសើចចំអកអភិធម្មបាទយើងគួរឲ្យសង្វេគយើងស្ដាប់មើលមែនទេបើតែមនុស្សធម្មតាចំអករឿងរៀនអភិធម្មទៅវាល្មមណាហើយកាន់ភេទជាកូនព្រះហើយចំអករឿងរៀនអភិធម្មហ្នឹងណាហ្នឹងហើយឃើញសត្វលោកងឹតឈឹងហ្នឹងមិនងឹតតែកុហកទេណាអ្នកបួសហ្នឹងក៏ងឹតដែរចេញសម្ដីចឹងគឺងឹតឈឹងហើយជ្រកក្រោមមលុបពុទ្ធឆាន់បាយពុទ្ធតែដៀលធោពុទ្ធណាព្រោះតែដៀលរឿងអភិធម្មមិនតែដៀលធោពុទ្ធហើយព្រះនាមាភិព្រះអង្គទ្រង់ត្រាស់ដឹងមកហ្នឹងសំដែងអភិធម្មដោយចំពោះដំបងពួកទេវតាក្រោយមកគឺសម្រាប់ប្រសង់ហ្នឹងហើយដំបងឡើយក៏ហោះនេះគ្មានបានរៀនទេអភិធម្មហ្នឹងរៀនតែលោកទេគឺយើងសិក្សាតាមប្រវត្តិមើលពេលព្រះអង្គទៅសម្ដែងអភិធម្ម7គម្ពីរ3ខែនៅឋានតាវតឹងហ្នឹង3ខែហ្នឹងគឺថាសំដែងអត់ឈប់ទេណា7គម្ពីរហ្នឹងមានធម្មសង្កណីជាដើមរហូតដល់មហាប្រធានហ្នឹងដោយពឹស្ដាណាដោយន័យពឹស្ដា3ខែហ្នឹងអត់ឈប់ទេសំណួរសួរថាមិនឈប់ហើយ3ខែចូលដល់ពេលឆាន់ធ្វើម៉េចអញ្ចឹងដល់ពេលដែលព្រះអង្គសំដែងអភិធម្មហ្នឹងគឺព្រះអង្គទ្រង់និមិត្តពុទ្ធនិមិត្តមួយអង្គឲ្យគង់សំដែងពធជំនួសព្រះអង្គរាព្រះអង្គផ្ទាល់ក៏ចេញទៅបិណ្ឌបាតនៅឧត្តរក្រោកទ្វីបហើយមកឆាន់នៅអនតស្រះហើយនឹងព្រះសារីបុត្រហ្នឹងលោកតែងទៅកល់ព្រះអង្គអញ្ចឹងរាល់ថ្ងៃហ្នឹងគឺថាព្រះសារីបុត្រលោកទៅកល់រាល់ថ្ងៃ3ខែហ្នឹងដូចថាព្រះអង្គសម្ដែងបានប៉ុណ្ណាយកមកប្រាប់សារីបុត្រព្រះសារីបុត្រតែព្រះអង្គសម្ដែងពឹស្ដាក៏ប៉ុន្តែដល់ប្រាប់ព្រះសារីបុត្រគឺសង្ខេបសង្ខេបអភិធម្មហ្នឹងសង្ខេបប៉ុន្តែព្រះសារីបុត្រយកមកបង្រៀនសិស្សរបស់លោកមកប្រាប់សិស្សរបស់លោកក្នុងន័យកណ្ដាលមិនពឹស្ដាមិនសង្ខេបចឹងទៅប្រសងហ្នឹងក៏លោករៀនតគ្នាមកទៅថាអ្នកបួសយូរសម័យនោះមិនបានរៀន3ដកទាំង3ហ្នឹងគ្មានទេគឺគេទ្រង់សិក្សារៀនសូត្រព្រះវិន័យប្រសូតអភិធម្មហ្នឹងគ្រាន់តែថាក្នុងន័យវធហៅថាវិន័យធម៌និងវិន័យធម៌និងវិន័យហើយធម៌ហ្នឹងវាចែកជាពីរប្រសូតហើយនិងអភិធម្មហ្នឹងកុហកហ្នឹងមិនសូវងាយបានរៀនទេគឺប្រសងនឹងអីលោករៀនប៉ុន្តែរៀនមិនមែនរៀនដូចខ្ញុំរៀបរាប់មិញរៀនយកទៅសូត្របានស្គាល់អញ្ចឹងទេណារៀនជាមេរៀនប្រតិបត្តិរៀនជាមេរៀនប្រតិបត្តិទេវាមិនមែនរៀនដើម្បីទៅសូត្រតាមកម្មវិធីដូរយកគ្រឿងបូជាអីអត់ទេមិនអញ្ចឹងតែយើងប្រពៃណីធ្វើឲ្យក៏ធ្វើទៅមិនដឹងធ្វើម៉េចទេបើគាត់ថាវាមិនមែនត្រឹមតែប៉ុណ្ណឹងរៀនត្រឹមតែប៉ុណ្ណឹងវាគ្មានតម្លៃទេធម៌ហ្នឹងសូត្រតិចក៏តែប៉ុណ្ណឹងសូត្រច្រើនក៏តែប៉ុណ្ណឹងវាគ្មានឡើងរាសីចុះរាសីអីសូត្រតិចសូត្រច្រើនហ្នឹងទេវាគ្មានចឹងវិលមកវិញថារៀនដើម្បីអី
វាលំបាកប្រាប់សម្រាប់អ្នកមិនតន់រៀនហ្នឹងគាត់ថាអាចប្រាប់មុនខ្លះបានថារៀនឲ្យស្គាល់ខ្លួនឯងនឹងជាអីហ្នឹងរៀនឲ្យដឹងថាស្អីដែលយើងចង់បានមែនទេហ្នឹងរាល់ថ្ងៃយើងកើតទុកមកវាយើងមិនដឹងថាយើងចង់បានអីហ្នឹងហើយតាំងពីទូចមកយើងមើលយើងចាញ់បោកចិត្តទៅរហូតហ្នឹងហើយមនុស្សឆ្លាតអាចថាមិនចាញ់បោកគេក៏ប៉ុន្តែគង់តែចាញ់បោកខ្លួនឯងគង់តែចាញ់បោកចិត្តខ្លួនឯងដែលកើតទុកហ្នឹងមកពីចាញ់បោកចិត្តខ្លួនឯងហ្នឹងហើយលើនៅកើតទុកអត់នៅកើតទុកទេនៅខឹងទេនៅចំណែនទេនៅអន់ចិត្តទេនៅ stress ទេនៅភ័យទេនៅបារម្ភទេហ្នឹងរឿងទាំងអស់ហ្នឹងគឺចាញ់បោកចិត្តខ្លួនឯងហ្នឹងហើយហើយចូលរៀនអភិធម្មដើម្បីអីគឺឲ្យស្គាល់ចិត្តចេតសិករូបហ្នឹងឲ្យស្គាល់តួជីវិតយើងហ្នឹងស្អីហ្នឹងតើយើងស្គាល់វាមិនរៀបចំវាឲ្យស្រួលបានចឹងណាតែមិនស្គាល់វាទេវាដឹកចំោះយើងរហូតយើងកើតទុក្ខរហូតប្រាថ្នារបស់នេះស្មានតែហ្នឹងហើយសុខប្រាថ្នារបស់នោះស្មានហ្នឹងហើយសុខទីបំផុតមែនផងទីបំផុតមែនផងវាមានមែននេះណាតណ្ហាក្នុងចិត្តនេះវាប្រាថ្នាឲ្យយើងហត់រហូតណាដោយព្រៀបផ្ទឹមផងដោយអីផងមកពីមិនស្គាល់ធម៌ហ្នឹងហើយហ្នឹងហើយហើយចុងក្រោយនៃការសិក្សាហ្នឹងគឺរួចផុតទុកនឹងឯងដោយសារតែយើងមានទុកនឹងឯងបើយើងមិនមានទុកទេមិនបាច់រៀនក៏បានជួនកាលយើងច្រឡំអាសុខសោមនស្សក្នុងអកុសលថាសុខដែរតែវាមានចុងកើតទុកហ្នឹងណាដូចសុខនឹងការមានប្តីសុខនឹងការមានប្រពន្ធសុខនឹងការមានកូនសុខនឹងការមានទ្រព្យសុខនឹងការមានតំណែងអីហ្នឹងមិនមែនទេតែយើងស្ដាប់មិនតន់អញ្ចឹងរៀនអភិធម្មលះកូនលះប្តីលះប្រពន្ធលះទ្រព្យថាក៏មិនមែនដែរហ្នឹងក៏មិនមែនដែរគឺរៀនរស់ជាមួយវាសាមញ្ញធម្មតាដែលមិននៅក្នុងអំណាចរបស់វាយើងមានអំណាចលើវាវិញទ្រព្យសម្បត្តិអីចឹងដែររួមមកយើងមានអំណាចលើវាបើវាមានអំណាចលើយើងងាប់ដោយសារវាឧបមាថាបើខាតឡុងចុងទៅអស់យុះអស់សាក់អីទៅស្លាប់ខ្លួនទៅអាហ្នឹងយើងអត់មានអំណាចលើវាទេវាមានអំណាចលើយើងឃើញទេចុះបើយល់ដឹងពីធម្មៈហ្នឹងហើយហ្នឹងមានលៀបអត់លៀបវានៅតែធម្មតាអញ្ចឹងក៏ប៉ុន្តែវាអត់មានអំណាចលើយើងឯងហ្នឹងហើយអាចរស់បានដោយធម្មតាទាំងពេលមានទាំងពេលបាត់ទាំងពេលមានទាំងពេលក្រទាំងពេលជាទាំងពេលឈឺទាំងពេលជួបទាំងពេលបែកយើងអាចរស់បានធម្មតាឃើញទេអញ្ចឹងអាហ្នឹងគ្រាន់តែនិយាយហេតុតិចតិចណាប៉ុន្តែគុណប្រយោជន៍នៃធម្មៈដែលត្រូវសិក្សាហ្នឹងគឺដើម្បីកម្ចាត់បងនៅសេចក្តីទុក្ខទាំងស្រុងបាទបងពងឡាយមានបាទហើយទោះខ្ញុំពណ៌នាយ៉ាងណាក៏វាមិនដូចរៀនដែររៀនមិនដឹងដូចជាមានព្រាហ្មណ៍ម្នាក់ហ្នឹងគាត់គាត់ឆ្ងល់ដល់ព្រាហ្មណ៍ម្នាក់ទៀតណាព្រោះធម្មតាវណ្ណៈព្រាហ្មណ៍ហ្នឹងវណ្ណៈគឺខ្ពស់ហើយវណ្ណៈជាគ្រូរបស់រាជាផងវណ្ណៈព្រាហ្មណ៍ហ្នឹងសូម្បីរាជាគេគោរពដែរហើយគាត់ឆ្ងល់ដល់ព្រាហ្មណ៍ម្នាក់ទៀតដោយគាត់មានកិត្តិយសខ្ពង់ខ្ពស់ហើយស្រាប់តែទៅស្ដាប់ព្រះសមណគោតមព្រះសម្មាសម្ពុទ្ធណាហ្នឹងហើយអញ្ចឹងក្នុង
បណ្ណៈព្រាហ្មណ៍គេមិនចាត់ទុកពុទ្ធនឹងខ្ពង់ខ្ពស់ទេគេចាត់ទុកថាព្រះអង្គទាបជាងគេព្រោះព្រះអង្គមិនមែនជាអ្នកតំណាងព្រះអាទិទេពដែលពួកគេតំណាងកូនព្រះអាទិទេពអញ្ចឹងគេនឹងគេគិតថាពួកព្រាហ្មណ៍នេះវាខ្ពស់ជាងពុទ្ធទៀតណាហើយសត្វតែមានព្រាហ្មណ៍ដែលគេគិតថាមានឋានៈខ្ពស់ជាងពុទ្ធទៀតហ្នឹងតែងតែមកស្ដាប់ព្រះសម្មាសម្ពុទ្ធចឹងគាត់ឆ្ងល់ចឹងសួរពុទ្ធព្រាហ្មណ៍ហេតុអីបានជាព្រាហ្មណ៍តែងតែទៅស្ដាប់ពាក្យពោលរបស់សមណៈគោតមរឿយអញ្ចឹងតែងទៅគោរពតែងទៅស្ដាប់តែងទៅគោរពព្រះសមណៈគោតមរឿយរាល់ថ្ងៃមិនចេះនឿយណាយអញ្ចឹងគាត់ដូចជាហួសចិត្តដែរលើកសួរអញ្ចឹងគាត់ថាស្អីខ្ញុំនឹងស្អីខ្ញុំនឹងរាប់បានជាស្អីដែលសំថាទៅគោរពពុទ្ធនឹងវាទៅជារឿងអស្ចារ្យនោះហ្នឹងសូម្បីព្រះរាជាសូម្បីមនុស្សដ៏ប្រសើរដ៏ច្រើនគេទៅគោរពហើយគេទៅបូជាព្រះអង្គហើយគេទៅស្ដាប់ហើយសូម្បីពពួកទេវតាមនុស្សដសេះសូម្បីទេវតាក៏គេស្ដាប់ព្រះអង្គដែរហើយខ្ញុំរាប់បានជាស្អីយកគុណសម្បត្តិអីទៅហ្នឹងគាត់តែវាមិនឃើញតែខ្លួនគាត់ជាអ្នកខ្ពង់ខ្ពស់អីព្រោះគាត់ជាអរិយបុគ្គលវាមិនឃើញតែខ្លួនគាត់ហ្នឹងវាខ្ពង់ខ្ពស់ស្អីទេវាអត់មានខ្លួនទៅហើយបើអ្នកចង់ដឹងប្រយោជន៍អីបានជាខ្ញុំចូលចិត្តទៅស្ដាប់នៅពាក្យរបស់ព្រះពុទ្ធហ្នឹងខ្ញុំវារៀបរាប់ឲ្យដូចព្រះអង្គវាមិនកើតទេរៀបរាប់ឲ្យដូចវាមិនកើតតែគ្រាន់តែឧទាហរណ៍ឲ្យស្ដាប់ខ្លះថាហេតុអីបានស្ដាប់មិនចេះចិនណាយគាត់លើកឧបមាថាឧបមាដូចជាបុគ្គលបានប្រទះនៅផ្កាដែលមានក្លិននិងពណ៌ល្អក្លិនក៏ល្អសួននឹងមានផ្កាមានក្លិនក៏អូបល្អនឹងតែងតែស្រង់ស្រូបមិនចិនណាយយ៉ាងណាពាក្យពោលរបស់ព្រះពុទ្ធនឹងគឺថាធ្វើឲ្យយើងនឹងបាននៅការរីករាយដូចបុគ្គលដែលបានប្រទះនៅផ្កាមានក្លិនក៏អូបចឹងគាត់ថាដូចណាគាត់ថាបដូរចឹងហើយម្យ៉ាងទៀតប្រៀបដូចជាបុគ្គលដែលឃ្លានហើយធ្លាប់តែបរិភោគអាហារខ្សោះអត់រសជាតិហ្នឹងអាហារខ្សោះអត់រសជាតិហើយស្រាប់តែបានអាហារប្រណិតបរិបូរដោយក្លិនបរិបូរដោយសម្ផស្សហ្នឹងហើយនឹងរសជាតិដ៏ល្អក៏ជាប់ចិត្តនៅក្នុងរសជាតិអាហារហ្នឹងមិនចង់វិលត្រឡប់ទៅបរិភោគដែលអាហារខ្សោះវិញយ៉ាងណាគឺថាពាក្យដតីគឺដូចជាអាហារខ្សោះចឹងបានមកក្រេបនៅពាក្យរបស់ព្រះពុទ្ធនេះគឺថាដូចជាបានអាហារដែលមានរសជាតិដ៏ប្រណិតអញ្ចឹងក៏បដូរទេគ្រាន់តែបដូរទេបើដឹងយ៉ាងម៉េចទៅទៅស្ដាប់ទៅរៀនខ្លួនឯងហើយមួយទៀតដូចជាបុគ្គលដែលដើរមកវាក្តៅស្រេកទឹកអីចឹងណាហ្នឹងហើយដូចជាក្តៅស្រេកទឹកហាលថ្ងៃចឹងទៅក៏ជួបស្រះបោកខរណីដ៏មានភាពត្រជាក់ណាចុះទៅងូតផងទៅផឹកផងហើយក៏បាននៅភាពសុខដុមត្រជាក់ក្សេមក្សាន្តសบายកាយសบายចិត្តអញ្ចឹងយ៉ាងណាមិញការដែលបានស្ដាប់នៅពាក្យរបស់ព្រះពុទ្ធហ្នឹងគឺថាធ្វើឲ្យមានការរីករាយសบายត្រជាក់ចិត្តអញ្ចឹងចិត្តហ្នឹងវាត្រជាក់អញ្ចឹងដូចបុគ្គលដែលនៅក្តៅហ្នឹងបានងូតទឹកដល់ត្រជាក់អញ្ចឹងមួយទៀតដូចជាបុគ្គលមានជំងឺណាប្រៀបបីដូចជាបុគ្គលមានជំងឺព្យាបាលវាមិនចេះជាសោះពេទ្យណាគ្រូណាក៏វាមិនចេះជាសោះស្រាប់តែបានប៉ះនៅថ្នាំដ៏ស័ក្តិសិទ្ធិឬក៏ជាទៅណាហើយក៏រក្សាថ្នាំនឹងទុកហើយក៏បានជាស្បើយពីជំងឺនឹងស្រួលខ្លួនយ៉ាងណាឈឺវាពិបាក
ấy là ban năm đó xạ xịt nắng chia tới vì số luônอย่างนั้นเนี่ยการบ้านสดับโทรរបស់ប្រពុតនឹងគឺថាធ្វើឲ្យជាផ្លូវចិត្តនឹងចឹងចិត្តនឹងវាអស់សេចក្តីប្រកាន់អស់សេចក្តីហួងហែងអស់ការទុកតូចចិត្តតូមនោះថ្នាក់ហ្នឹងវាអស់ទៅណាចិត្តនឹងវានៅតែចិត្តស្អាតវានៅតែចិត្តសុខអានឹងការដែលបានស្ដាប់ហ្នឹងឧបមាអញ្ចឹងណាគាត់ឧបមាឲ្យស្ដាប់បានអញ្ចឹងបង្គាយានីព្រាមហ្នឹងណាហ្នឹងក្រោយមកក៏គាត់បានទៅពោលនៅកណ្ដាលពួកមហាព្រាហ្មណ៍សរសើរគុណព្រះសម្មាសម្ពុទ្ធនឹងអ្នកមើលចោះព្រះបរមគ្រូព្រះអង្គដូចជាព្រះអាទិត្យហ្នឹងតែជារះឡើងមកធ្វើឲ្យផ្កាឈូកហ្នឹងរីកអីចឹងជាដើមខ្ញុំមិនចាំពាក្យគាត់អស់ទេប៉ុន្តែគាត់ក៏បានត្រឹមតែឧបមាចឹងតែថាបុគ្គលដែលអាចចូលទៅពាល់បានហ្នឹងវាទាល់តែរៀនខ្លួនឯងស្ដាប់ខ្លួនឯងហ្នឹងហើយកណាដែលលោកសិក្សាបានច្រើនមកក៏លោកអាចត្រឹមតែមកបរៀនបន្តប៉ុណ្្នឹងឯងខ្ញុំអីក៏ដោយក៏អាចត្រឹមតែជួយបង្ហាត់បង្ហាញខ្លះចឹងទេតែចង់ទៅយល់ចូលចិត្តពិតប្រកបហ្នឹងវាទៅតែដោយយោនិសោមនសិការៈក្រៀងរៀងខ្លួនដាក់ចិត្តដាក់កាយចង់ដឹងដល់ខ្លួនឯងចង់ដឹងថាមើលព្រះថាសន្សំបារមីនឹងដើម្បីត្រាស់សម្ដែងធម៌ប្រាប់ធម៌នឹងស្អីគេនោះបរៀនអីគេនោះវាឲ្យកើតអាចិត្តឆ្ងល់ចឹងមួយទៅហើយជីកមើលខ្លួនឯងទៅចឹងទៅណោះហ្នឹងដល់ចឹងទៅណោះហ្នឹងហាមលែងឲ្យរៀនបានទេហ្នឹងឯងបានទេនៅពេលដែលយើងយល់ពីតម្លៃធម៌ពិតប្រាកដហើយណាហ្នឹងហើយគ្មានពីណារំលាយពុទ្ធសាសនាចេញពីចិត្តយើងបានទេកុំភ័យអត់ភ័យហើយក៏មិនបាច់ទៅតាំងចិត្តថាយើងជាអ្នកលើកស្ទួយពុទ្ធសាសនាអីដែរមិនបាច់ភ័យទេមិនបាច់មកធ្វើខ្លួនឯងបាក់យ៉ាប់ខ្ញុំជួយវត្តជួយអារាមជួយពុទ្ធសាសនាមិនបាច់ទេជួយតែខ្លួនឯងឲ្យតែចេះធម៌ព្រះអង្គទៅហ្នឹងហើយខ្មាស់ខ្ញុំសូម្បីតែខ្ញុំបានប្រហាត់បរៀនអីប៉ុណ្ណឹងក៏ខ្ញុំគ្មានទៅគិតថាខ្ញុំជាអ្នកជួយពុទ្ធសាសនាឯណាដែរខ្ញុំអត់មានបានជ្រកកោនក្នុងមលុបសាសនានឹងហើយដឹងថាវាតិចអញ្ចឹងទៅគាត់ណាប្រាប់ទៅចូលទៅជ្រកទៅខ្ញុំគ្មានមលុបអីទេខ្លួនខ្ញុំនេះអត់មានមលុបអីទេតែពធនឹងមានមលុបពិតប្រាកដខ្ញុំគ្រាន់តែប្រាប់ទៅចូលទៅជ្រកទៅមលុបនឹងមានណាហ្នឹងហើយសុតស្រីលក្ខជំរាបសួរលោកគ្រូតើមានវិធីណាឲ្យចិត្តឈប់ចង់កាយគេលោកគ្រូខ្ញុំស្អប់ស្រាខ្លួនខ្ញុំមិនសែបគប់ស្រាទេលោកគ្រូតែចង់តែកាយអ្នកផឹកពិសេសមនុស្សខ្លួនស្រឡាញ់លោកគ្រូជួយរកដំណោះស្រាយអាហ្នឹងកើតទេមេគាវធននេះគឺតែជួយតែខ្លួនឯងអញ្ចឹងណាធ្វើម៉េចកុំឲ្យតែផឹកតាមគាត់ទៅបានហើយគាត់តាមដំណើរព្រោះគាត់នៅឆ្ងាញ់ឡើយហ្នឹងយើងឲ្យគាត់ឈប់មិនឧបាយជាអត់មានទេប៉ុន្តែប្រើទៅវាមានប្រសិទ្ធភាពឬមិនមានហ្នឹងវាអាស្រ័យលើគាត់នឹងទៅទៀតដូចពេទ្យអញ្ចឹងវិធីព្យាបាលរបស់ពេទ្យជាតែមានប៉ុន្តែនឹងជាឬអត់វាអាស្រ័យលើកត្តាសុខភាពគាត់ដូចគ្នាអញ្ចឹងបាទប៉ុន្តែសំខាន់យើងសិក្សាក្រៅពីការស្អប់ស្រាដោយខ្លួនឯងហើយសិក្សារហូតដល់ឈប់ទាស់ជាមួយគាត់ផឹកហ្នឹងឈប់ទាស់ជាមួយគាត់ផឹកហ្នឹងប្រហែលជាគាត់អាចកលេចមើលអរិយាប័ត្រយើងមិនកទឹកកតក់ដាក់គាត់ចឹងទៅគាត់អាចបន្ថយមកវិញក៏មានដែរតែយើងធុញគាត់ផឹកគាត់អីទៅពាក្យសូចពាក្យធំគាត់ធុញគាត់មានយកស្រាដាក់ពីមុខហ្នឹងដើម្បីឆ្លោះមួយយើងវាហាញចឹងដែរមានគ្រូសាខ្លះហ្នឹងពេលអត់ស្វឹងអត់មាត់អត់កអីទេដល់ស្វឹងទៅជួនកាលបាញ់កភ្លើងក្រោមជើងប្រពន្ធនឹងលិចនោមក៏មែនដែរខ្ញុំធ្លាប់ឮគេនិយាយដល់គាត់ស្វាងគាត់ថាគាត់ដឹងផងដឹងខ្ញុំមិនជឿថាមិនដឹងទេប៉ុន្តែជួនកាល
ដើម្បីតស៊ូមួយប្រពន្ធបានវាយកស្រាដាក់មុខទៅសន្លត់មកទៅហឹងហ្មងដល់ពេលអត់ស្វឹងនិយាយអត់ឈ្នះប្រពន្ធឧទាហរណ៍អញ្ចឹងណាអឺរឿងខ្លះអាចសម្បទានគ្នាឧបមាដូចខ្ញុំអានអត្ថបទមួយនៅអូស្ត្រាលីនេះម្ដាយអត់ដឹងថាកូនគាត់ជក់ថ្នាំញៀនណាហើយគាត់មានជំងឺបេះដូងស្រាប់ផងឃើញកូនហ្នឹងជុំក្នុងកន្ទប់ហ្នឹងមិនដឹងថាគេធ្វើការឬក៏គេរៀនអីគាត់មិនដឹងដល់ពេលគាត់ចូលទៅពេលកូនអត់នៅបានឃើញអាប្រដាប់ជក់អាភៀនណាជក់អាគ្រឿងញៀនណាគាត់ញ័រសាច់គាត់ណាគាត់ទៅដេកពេលមួយអាទិត្យអត់ហ៊ានមាត់ទេគាត់អត់និយាយទាំងអស់ហ្នឹងហើយអញ្ចឹងគាត់ស្រួលខ្លួនគាត់ហ្នឹងមកគាត់រកបាយនិយាយមួយកូនឲ្យឈប់ក៏មិនហ៊ានស្ដីក៏មកគាត់មិនស្ដីតែគាត់រកទំនុកឃើញឆ្លាតគាត់ឆ្លាតពេលដែលកូនអត់នៅគាត់ចូលទៅបោកបន្ទប់កូនឲ្យស្អាតរៀបឲ្យស្អាតអាបំពង់កូនជក់ហ្នឹងក៏រៀបឲ្យស្អាតលាង clean ឲ្យស្អាតទុកឲ្យស្អាតដល់កូនមកឃើញភ្ញាក់មិនបន្ទប់ស្អាតអាប្រដាប់ជក់ហ្នឹងក៏នៅនឹងទាំងអស់តែអញ្ចឹងកូនហ្នឹងសួរម៉ែពីណាសម្អាតបន្ទប់ខ្ញុំគាត់ប្រាប់ថងម៉ែតើកូនពីចាំម៉ែមានឃើញស្អីរបស់ខ្ញុំហ្នឹងណាថាឃើញតាហើយចាំម៉ែមិនខឹងកូនទេទៅបើកូនជក់ទៅហើយម៉ែដឹងធ្វើម៉េចឥឡូវបើនៅថាបើកូនជក់កូនត្រូវមានអនាម័យខ្លាចកើតរោគកូនចឹងមិនម៉ែជួយសម្អាតជួយអីឲ្យហ្នឹងព្រោះហ្នឹងវាអត់ល្អស្រាប់ហើយបើយើងអត់មានអនាម័យទៀតខ្លាចវាឆាប់កើតរោគកូននឹងស្រក់ទឹកភ្នែកមានពេលខ្លះពាក្យស្ដីអត់ប្រសិទ្ធភាពទេណាប៉ុន្តែដល់តែម៉ែធ្វើល្អអញ្ចឹងគាត់សម្អាតឲ្យរហូតយូរទៅម៉ែនឹងខំសុំថាចុះខ្លួនឯងជក់មួយថ្ងៃមួយដងប្រាប់ដូចជា4ដងឯងមិនដឹងទេអញ្ចឹងដំបូងគាត់ថាចុះបើខ្លួនឯងជក់ត្រឹមតែ3ដងបានទេបានសន្យាមួយម៉ែយូគាត់សុំឲ្យថយទីទៀតយូគាត់នឹងផ្ដាច់ខ្លួនឯងមកព្យាយាមផ្ដាច់ខ្លួនឯងអាណិតម៉ែអត់ស្ដីថាមានពេលខ្លះអាពាក្យស្ដីបន្ទោសមួម៉ងហ្នឹងវាធ្វើឲ្យមនុស្សទៅយកអាហ្នឹងយកមកជាគ្រឿងឈ្នះយើងណាហ្នឹងអញ្ចឹងឧបាយហ្នឹងគេថាឧបាយហ្នឹងមនុស្សមានទេពកោសល្យរៀងខ្លួនហើយក៏មិនមែនន័យថាអូវិធីមួយហ្នឹងវាត្រូវប្រើទៅវាជោគជ័យទាំងអស់ក៏អាស្រ័យលើមនុស្សដែរបើមនុស្សខ្លះយើងកាន់តែជួយសម្រួលឲ្យជក់កាន់តែខ្លាំងក៏មានដែរកាន់ថានេះវាជាឧបាយតែរឿងសំខាន់បំផុតខ្លួនយើងអញ្ចឹងរឿងគេនោះវាទល់តែគេសហការដែរដូចជាម្ដាយហ្នឹងកូនគាត់អាចឈប់បានមកពីកូននឹងសហការដែរប៉ុន្តែមនុស្សខ្លះអត់សហការទេបានធ្វើសាច់ខ្លែមឲ្យកាន់តែច្រើនកាន់តែផឹកតែវាផ្សេងគ្នាអញ្ចឹងវាមិនអាចវិធីមួយប្រើបានគ្រប់ទម្រង់ទេបាទហ៊ុនចាន់លេងអូលីម៉ែធូសូមគោរពជំរាបសួរលោកគ្រូសូមកូនសិស្សស្នើសុំលោកគ្រូមេត្តាជួយស្មូតបរាភវសូត្រវិន័យទាំង12ព្រមទាំងជួយបកស្រាយពន្យល់សេចក្តីលម្អិតនិងបកស្រាយសេចក្តីនៅក្នុងមង្គល38ប្រការដែលអនុគ្រោះផងចុះលោកគ្រូបាទសូមអរគុណកាណូលោកដូចធ្លាប់សូត្រមកចប់ដែរទាំងបាលីទាំងប្រែណាបាទប៉ុន្តែបើធ្វើមកវល់សូត្រផងហើយពន្យល់ផងខ្ញុំគិតថាល្អដែរឃើញលោកឥណ្ឌាមួយលោកយកគាថាមកសូត្រជារៀងបត់ចឹងទៅហើយវាលោកពន្យល់ដោយគាថាPonyanche por eso kahira thenang ponang nam he chandang kahira tha
សុខោបញ្ញសុជាយោហើយលោកពយល់យល់ចប់ចឹងទៅមកគាថាទៀតនេះតំណងណាខ្ញុំប្រហែលជាអាចធ្វើអញ្ចឹងនឹងប្រហែលវាមានពេលហ្នឹងហើយអរគុណបានលើកសំណូមពរបាទសុផានរិនជំរាបសួរលោកគ្រូខ្ញុំមានសំណួរមួយក្នុងបដិច្ចសមុប្បាតមានបច្ច័យកើតឡើងរហូតដល់12ពីអវិជ្ជាសង្ខារចិត្តតណ្ហារហូតដល់ជារាមរណៈតែក្នុងអរិយមគ្គអង្គ8ទុក្ខសច្ចៈ4ហេតុអ្វីរលត់តែតណ្ហាមួយបានដល់ទៅពៀនលោកគ្រូសូមលោកគ្រូជួយបកស្រាយដល់អរគ្រោះអរគុណលោកគ្រូបាទតាមពិតមិនទុក្ខសច្ចៈ4ទេគឺសច្ចៈ4អញ្ចឹងណាសច្ចៈ4ហ្នឹងមានទុក្ខអរិយសច្ចៈមានទុក្ខសមុទយអរិយសច្ចៈមាននិរោធសច្ចៈទុក្ខនិរោធសច្ចៈនិងទុក្ខនិរោធគាមិនីបដិបត្តិអរិយសច្ចៈមែនតើទៅគឺបដិច្ចសមុប្បាតហើយនឹងអរិយសច្ចៈ4ហ្នឹងมันមានអ្វីផ្សេងគ្នាទេ12ហ្នឹងវាមិនមែនមានន័យថាកើម្ដងមួយចឹងអត់ទេมันចឹងទេអញ្ចឹងបានពេលយើងរៀនតាមលំដាប់ដោយហើយបានយើងរៀនពីសន្ធិរបស់វាទៀតសន្ធិរបស់វានិងកាលរបស់វាឧបមាថានៅក្នុងតណ្ហាមួយហ្នឹងនៅក្នុងទុក្ខអរិយសច្ចៈហ្នឹងលើកយកតណ្ហាជាធំហ្នឹងវាមិនមែនតណ្ហាតែឯងទេក៏ប៉ុន្តែនិយាយតាមបសូតហ្នឹងលើកតណ្ហាជាធំនោះព្រោះជាតួជាប់នៅក្នុងភពអញ្ចឹងជាតួជាប់ហ្នឹងហើយប៉ុន្តែមិនមែនមានន័យថាតណ្ហាតែឯងទេរណយោតណ្ហាជាតួជាប់ហ្នឹងហើយតែបើយើងរៀននៅក្នុងសន្ធិវាទៀតទៅឃើញថាវាមិនមែន12អញ្ចឹងការៀងអវិជ្ជាហើយបើមានសង្ខារហើយបើមានអីទៅវានៅមួយគ្នាហ្នឹងណាហ្នឹងហើយឧបមាដូចជាវេទនាបច្ចយាអញ្ចឹងភាសាបច្ចយាតណ្ហាវេទនាអញ្ចឹងវាមានភាសាហើយបានមានវេទនាមានវេទនាហើយបានមានបញ្ញាតណ្ហាវាមិនមែនដូចយើងគិតអញ្ចឹងទេណាវានៅក្នុងចិត្តបាតតែមួយហ្នឹងចិត្តបាតតែមួយហ្នឹងប៉ុន្តែណាជាឧបការៈដល់អាណាជាបច្ច័យដល់អាណាអញ្ចឹងហ្នឹងអញ្ចឹងបាទมันមានអីដតីក្រៅពីគ្នាអរិយសច្ចៈផ្សេងបដិច្ចសមុប្បាតផ្សេងអត់ទេអញ្ចឹងណាអត់ផ្សេងគ្នាទេប៉ុន្តែការនេះអាចយល់ទៅបានតើយើងរៀនពីសន្ធិរបស់បដិច្ចសមុប្បាតហ្នឹងពីកាលពីសន្ធិទៀតHello សំផស្សខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំស្ដាប់លោកគ្រូជិត20ឆ្នាំហើយយូរប្រហែលបើខ្ញុំពិតជាអរគុណលោកគ្រូខ្លាំងណាស់រកអ្វីព្រៀបផ្ទឹមមិនបានទេពេលបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធដែលលោកគ្រូបានបង្រៀនធ្វើឲ្យចិត្តខ្ញុំមានតែសេចក្តីសុខនិងសេចក្តីស្ងប់ជីវិតមិនមានសម្ពាធច្រើនទេនៅពេលដែលខ្ញុំឈឺចិត្តដល់ពេលដែលខ្ញុំឈឺចិត្តស្លាប់ម្ដងខ្ញុំក៏អាចញញឹមបានជីវិតខ្ញុំធ្លាប់ឆ្លងកាត់រឿងមិនល្អជាច្រើនធម្មតារបស់ជីវិតបាទសាធុហ្នឹងហើយនឹងមានតែយើងស្ដាប់ដោយល្អស្ដាប់ដោយស្មោះត្រង់ស្ដាប់ដោយយកចិត្តទុកដាក់គឺបង្អោនចិត្តទៅរកនៃពធពិតទៅយើងយក
មកអនុវត្តបាននៅក្នុងជីវិតហ្នឹងថាយល់អញ្ចឹងក៏គ្រាន់តែជាពាក្យប៉ុន្តែនៅពេលដែលបញ្ញាវាកើតឡើងបញ្ញាហ្នឹងវាចេះធ្វើការដូចខ្ញុំចឹងនិយាយអញ្ចឹងណាហ្នឹងហើយឧបមាដែលយើងដោះស្រាយគណិតអញ្ចឹងណាដោះស្រាយល្មិចឲ្យតែយល់សិនតែយល់ដោះស្រាយចេញមិនអាចទៅសួរថាទៅដោះស្រាយល្មិចគណិតហ្នឹងប៉ុន្តែសួរតែយល់នៅយល់ពីបំណងនៃសំណួរយល់ពីអីនៅហ្នឹងតែយល់ហើយកណនាចេញតែមិនយល់មិនដឹងដោះល្មិចទេចំណោទជីវិតនេះដូចគ្នាចឹងដែរបើអត់យល់ពីដំណើរជីវិតនឹងផងហើយយើងយកតួកិលេសយកទៅដោះវានឹងដោះមិនចេះរួចទេដោះមួយជាប់មួយដោះមួយជាប់មួយបាទហើយ Mr. តេងតុងជំរាបសួរលោកគ្រូសំសួរសំណួរមួយស្ថាបដ្ឋានទាំង4ហ្នឹងយើងអាចចម្រើនលេខគ្នាបានអត់លោកគ្រូអាស្រ័យលើការថ្នឹករបស់យើងអញ្ចឹងថាតើយើងមានភាពថ្នឹកយ៉ាងណាបានលេខគ្នាបានអត់លោកគ្រូមានអ្នកថាកាំងហើយលើការថ្នឹករបស់យើងតើយើងមានភាពថ្នឹកយ៉ាងណាតែនៅតាអ្នកផ្សេងនៅហ៎ណាបាទសេងហៀពពាប្រៃម្ចាស់ដើមជំរាបសួរលោកគ្រូវីដេអូទៅឥណ្ឌាក្នុង YouTube មិនតាន់បញ្ជូនអស់ទេបាទនៅតាមអស់នៅវល់មកសំណួរមិញវិញថាវាមិនមែននៅលើយើងវានៅលើយល់សិនអញ្ចឹងណាវាមិនមែននៅលើយើងទេវានៅលើយល់សិនតែកាលណាយល់វាទៅប្រហែលក៏បានដែរឧបមាដែលយើងអត់ចេះវាយស្គរអញ្ចឹងវាយដៃនេះផងដៃនេះផងជើងគេធាក់ទៀតតែយើងមិនតាន់ដឹងអាណាសំលេងអាម៉េចត្រូវវាយអាម៉េចហ្នឹងយើងវាយទាំងអស់ទៅមិនរួចប៉ុន្តែពេលគេថ្នឹកទៅជើងផងដៃផងធាក់ផងមើលទៅដូចទៅនឹងព្រមបានហ៎វាអាស្រ័យលើការថ្នឹកទេហ្នឹងហើយបាទតបងនិយាយខ្ញុំពិចារណាតែមួយទេអាហ្នឹងតែអញ្ចឹងដូចយើងវាយស្គរខ្ញុំវាយបានតែដៃមួយអាហ្នឹងរឿងយើងខ្ញុំវាយបានដៃទាំងពីរអាហ្នឹងក៏រឿងយើងដែរហ្នឹងហើយគេធាក់ទៀតហ្នឹងហើយឃើញទេខ្លះទីកេះហ្គីតាផងគេច្រៀងផងតែវាអត់ថ្នឹកដូចអ្នកច្រៀងចបៃយើងមើលអាឡៃតែកេះទៅច្រៀងមិនព្រោះនឹកកេះផងនឹកច្រៀងផងវាទៅវាមិនរួចប៉ុន្តែគេថ្នឹកទៅដោយលោកតាប្រាឈួនអីគាត់ទៅស្រួលរបស់គាត់ចឹងតែចឹងមិនថាស្រេចហើយទៅលើបច្ច័យរបស់វានោះវាមិនមែននៅលើយើងទេទោះបីយ៉ាងយើងមិនអាចពិចារណាម្ដងច្រើនបានទេអាហ្នឹងលើយើងថាទេតាមកម្រិតរបស់យើងទេឡុងសេនខ្ញុំមិនសូវច្បាស់ត្រង់តើប្រវាំងហ្នឹងយើងសរសេរផវងជាងគោកើតមានរាល់ពេលយើងគេងលក់ឬទេខ្ញុំទៅស្ដាប់លោកគ្រូបាន1ឆ្នាំហើយនឹងបានរៀនមេរៀនចេតសិកនឹងចិត្តបានម្ដងហើយតែមិនទាន់យល់ច្បាស់នៅឡើយសូមអរគុណលោកគ្រូបាទប្រវាំងវាមិនមែនមានតែគណៈគេងលក់ទេសំបីឥឡូវហ្នឹងក៏មានប្រវាំងដែរណាឧបមាថាឥឡូវមើលមកខ្ញុំឃើញឥឡូវស្ដាប់ឮអញ្ចឹងប្រវាំងហ្នឹងវាកាត់រវាងឃើញនិងឮហ្នឹងវាកាត់ចវ័ន7មកជួគណៈហ្នឹងវាត្រូវធ្លាក់រួចទៅវាមកលឺម្ដងវាមកឃើញម្ដងវាមកធំក្លិនម្ដងវាកាត់ខ្សែនៃវិថីចិត្តហ្នឹងប្រវាំងហ្នឹងវាផ្ដាច់ហ្នឹងហើយបើអត់មានប្រវាំងហ្នឹងកាត់ទេឧបមាទៅលឺនៅតែលឺអញ្ចឹងទៅយើងមិនអាចឃើញទេហើយឃើញនៅតែឃើញអញ្ចឹងវាមិនអាចលឺទេ
តែដោយសារប្រវាំងនឹងវាកាត់វិថីមួយឲ្យវាឆ្លាស់គ្នាអញ្ចឹងអាហ្នឹងក៏ជាការងាររបស់ប្រវាំងដែរហ្នឹងហើយតែខណៈដីលក់បើលក់ស៊ុបអាហ្នឹងប្រវាំងសុទ្ធហៅថាប្រវាំងកប៉ាតាក់ហ្នឹងគឺថាប្រវាំងសុទ្ធដោយទឹកហូរស្ងាត់អញ្ចឹងណាលំហូរចិត្តហ្នឹងវាកើតបន្តគ្នាដូចទឹកហូរដែលអត់មានរលកសោះអញ្ចឹងហ្នឹងហើយដល់ពេលយើងភ្ញាក់មកដូចយើងគប់ដុំដីទៅក្នុងទឹកវាកឡកចេញមកអញ្ចឹងមកបានវិថីចិត្តកើតឡើងហ្នឹងហើយហ្នឹងដល់រៀននៅលើរូបភាពហ្នឹងនឹងបញ្យល់ទៅឆាប់បាទកាំងទេវីតាលើតំណែងថាលោកគ្រូទៅអឺរ៉ុបបាទកម្រងទៅអឺរ៉ុបហ្នឹងខែ6គិតថាទៅមួយខែនឹងប៉ុន្តែពិភពលោកកំពុងតែច្បាំងគ្នាអញ្ចឹងមិនដឹងមិនខ្មិចមើលប៉ុន្តែបានឆ្លើយទៅអ្នកអញ្ជើញឲ្យថាទៅហ្នឹងហើយទៅមានអីធ្វើធម្មទានធម្មតាដូចទៅខ្មែរអញ្ចឹងណានឹងប៉ុន្តែធម្មតាអ្នកនៅប្រទេសអឺរ៉ុបរវល់ច្រើនតាមដែលឮមកហ្នឹងគឺថាវាមានពេលមានតែសៅរ៍អាទិត្យជួបជុំគ្នាអីចឹងតែខ្ញុំកំពុងពិចារណាដែរបើសិនជាឱកាសធ្វើធម្មទានបានតិចបែរជាកាត់បន្ថយពេលវេលាមិនទៅយូរពេកទេប៉ុន្តែកម្រងថាទៅមួយខែតែប្រាប់ហើយនោះប៉ុន្តែថ្ងៃសប្តាហ៍យើងអាចជួបជុំគ្នាជាលក្ខណៈតូចក៏បានលក្ខណៈគ្រួសារឬក៏ after work ពេលប្រឡប់អីក៏បានដែរនឹងតាមពេលវេលាសមគួរអញ្ចឹងទៅវ៉ាន់ជំរាបសួរលោកគ្រូតើការឮដល់ការស្ដាប់ធម៌ជាលោភៈចិត្តដែរឬទេបាទការឮដល់ការស្ដាប់តួឮអត់មានលោភៈនៅក្នុងហ្នឹងទេខណៈឮដែលជាតួសោតវិញ្ញាណហ្នឹងគឺយើងមើលមានចេតសិកតែ7ឯក្នុងហ្នឹងណាមានភាសាវេទនាសញ្ញាចេតនាឯកកតាជីវិតិន្ទ្រិយមនសិការោមានតែប៉ុណ្ណឹងបាទมันមានលើសហ្នឹងទេហើយដល់ទៅលោភៈហ្នឹងវាកើតនៅក្នុងជីវ័នឯនេះក៏វាអាចដឹងសម្លេងនឹងដែរតែមិនធ្វើសវនកិច្ចទេហ្នឹងហើយទៅមានលោភៈអីតោសៈឬក៏មោហៈអីកើតនឹងជីវ័នឯនេះអានឹងមានសួរបច្ចៈបន្ថែមមកសួរអញ្ចឹងគឺថាខ្ញុំមិនយល់បំណងអ្នកសួរយ៉ាងម៉េចសួរខណៈលឺសតឬក៏ដូចថាមកស្ដាប់ធម៌ហ្នឹងមានលោភៈអត់ស្ដាប់ទៅដូចតែចំរឿងក៏ប្លែងឬក៏ត្រូវចិត្តអីចឹងណារឿងខ្លះក៏និយាយសើចលេងអញ្ចឹងអាហ្នឹងវាមានលោភៈអីធម្មតាកើតឡើងឬក៏យើងស្ដាប់ធម៌ទៅកើតតោមនោះស្ដាប់រឿងកំសត់ពេកក៏យំអីចឹងណាដូចរឿងកម្មមេត្រីអីគេលោកទេសនាចូលចិត្តធ្វើកំសត់អីចឹងទៅយើងក៏យំអីចឹងទៅក៏កើតបដិខៈតោមនោះអកុសលនៅក្នុងនឹងឯងមិនសត្វតែកុសលទេណាស្ដាប់ធម៌ហ្នឹងហើយស្ដាប់រឿងជជក់ទៅក៏ប្លែងស៊ីនំអស់ហប់កជើអញ្ចឹងទៅបែកពោះចេះចុះទៅបន្សើចលេងទៅអាហ្នឹងក៏លោភៈដែរឃើញទេយើងមិនថាអកុសលនេះកុំថាឡើយ
ពេលដែលយើងគិតថាយើងទៅធ្វើអកុសលល្មងសម្បីតែបំពេញបុណ្យហ្នឹងវាកើតតែញយមកធ្វើបុណ្យធ្វើកុសលអីដាក់បាតលោកអីហ្នឹងប្រាថ្នានេះប្រាថ្នានោះហ្នឹងលោភៈមកកណោវាដណ្ដើមឱកាសណាពួកអកុសលហ្នឹងចឹងហើយបានសតិប្បដ្ឋានហ្នឹងគឺជាផ្លូវឯកត្រង់ដែលថាតាមដានចិត្តហ្នឹងបើទោះជាវាប្រកបដោយលោភៈក៏ដោយទោសៈក៏ដោយសតិហ្នឹងវាទាញដណ្ដើមមកជាកុសលវិញអញ្ចឹងតួសតិប្បដ្ឋានហ្នឹងវាដណ្ដើមពីអកុសលក៏ដោយហ្នឹងមកជាកុសលវិញតែបើថាយើងធ្វើតាមទំនៀមធម្មតាដោយមិនសិក្សាមិនចម្រើនសតិហ្នឹងទេងាយវ័យទីតាំងពីបាបបានទេចិត្តយើងវិញចេះយើងសិក្សាទៅយើងឃើញថារាល់ពេលទៅមើលអារម្មណ៍ដែលជាទីកើតនៃកិលេសមិនងាយកើតកុសលទេឧបមាថាឥឡូវយើងទៅមើលគេជេរគ្នាងាយកើតកុសលទេដាក់ទៅជាងការលាក់ស្រីមួយពាក្យជេរនឹងជាងការខឹងម្នាក់ទៀតទៅលើគេនិយាយពីនេះចាស់ឆ្អះឬព្រោះគាត់នោះធ្វើខុសចេះចុះក៏ខឹងជាមួយឃើញគាត់សិតតែបាបហ្នឹងអត់ងាយមានចិត្តគិតពិចារណាឲ្យកើតកុសលក្នុងពេលដែលស្ដាប់រឿងគេឆ្លោះគ្នាទេមិនងាយទេប៉ុន្តែអ្នកបែរមកស្ដាប់ធម៌ហើយនឹងនៅបាបវាទាញប្រើទៀតណាថាយើងទៅស្ដាប់អារឿងអកុសលឯណោះរឿងអាក្រក់រឿងមិនល្អឯណោះបុណ្យវាមិនងាយកើតទៅហើយវាកើតតែបាបហើយតើមកធ្វើបុណ្យឯនេះបាបទាញទៅទៀតណាស្ដាប់ធัวជាងកើតទៅនឹងពាក្យពោលទៅនឹងអ្នកនិយាយណាស្ដាប់ទៅនឹករឿងអីផ្សេងទៅនៅតែបាបខ្ចីយកទៅប្រើទៀតដោយច្រើននេះហើយដែលវាវត្តដាក់នៅវិលទៅវាមិនងាយចេញផុតហ្នឹងចឹងតាដល់យើងរៀនទៅដឹងគណៈរបស់វាមិនចឹងបានដោយព្រះរាមាភិបបងត្រាស់ថាការដែលឃើញច្បាស់នៅសច្ចធម៌ចេញចាទុកនេះគឺមិនងាយសោះឡើយមិនងាយមែនឧបវិលទៅក្នុងបាបហ្នឹងហើយបើមិនសិក្សាបរិយ័តនឹងទេមិនប្រតិបត្តិសតិប្បដ្ឋានក្នុងជីវិតរាល់ថ្ងៃនឹងទេពិបាកដណ្ដើមទីកើតពីបាបយើងជួបពិបាកដណ្ដើមចិត្តពីបាបចិត្តហ្នឹងវាត្រូវបាបទាញយកទៅប្រើរហូតឥឡូវសង្គ្រាមកើតឡើងហ្នឹងមើលទៅភ័យផងព្រួយផងអកុសលរហូតចិត្តអាណិតអាសូរតិចតួចទេឃើញអ្នករងគ្រោះអីចឹងបើនិយាយចិត្តភ័យចិត្តខឹងច្រើនខឹងអានេះខឹងអានោះវាកំត្រួយរងខឹងអាមេរិកវាកំត្រួយអាមេរិកខឹងអារងហ្នឹងទៅវាកើតតែបាបច្រើនតែហ្មងវាកើតឲ្យឃើញថាអូព្រោះតែអវិជ្ជាទៅនាំឲ្យសត្វលោកស្លាប់គ្នាអញ្ចេះអញ្ចោដោយការពិចារណាដោយមនសិការតិចខ្លាំងហ្នឹងហើយមើលអ្នកណាដែលចេញវិភាគមករៀងកំត្រួយអារម្មណ៍តិចមើលអ្នកជេរអីគឺគេសាបាបឯជាងកាលអ្នកវិភាគចេញមករៀងកំត្រួយខាងអាមេរិកតិចទៅមើលអ្នកជេរអញ្ចឹងងាយទេងាយហ្នឹងហើយយើងឃើញវិរៈបោះចិត្តអញ្ចឹងហើយអាចចូលដល់កន្លែងហ្នឹងបានក៏រៀនហ្នឹងហើយរៀនបរមត្តហ្នឹងហើយបើដឹងបើអញ្ចឹងទេអញត្រូវរហូតអញចេះខុសទេអញត្រូវចំអាកន្លែងខុសខ្ញុំ refresh តិចមកដូចកាំង message ហ្មងកាំង comment ណាបាទនេះណានេះវិនទីហ្នឹងសួរពីសតិប្បដ្ឋាន4ហ្នឹងត្រូវរៀនពីណាទៅណាប្រតិបត្តិពីណាទៅណាប៉ុន្តែសួរទៅវិញថារៀននៅស្ដាប់នៅបើចង់រៀនខ្លួនឯងមាននៅក្នុងបត្រៃវិដកបាទមានច្រើនកន្លែងដែរដែលនិយាយ
ប្រភេទច្រើនខ្ញុំមើល3ដកលេខ17មហាស្តបឋានសូត្រហើយនឹងអត្តកថាអញ្ចឹងណាបាទហើយបើចង់សិក្សាជាមួយខ្ញុំអានឹងមានមេរៀនហើយនៅក្នុង YouTube បាទមិនសភើមិនតាន់បោះទេឥឡូវគិតបោះពុំប្រកណ្ណកៈសិនប្រកណ្ណកៈហ្នឹងបរៀនចប់តាំងនៅលោកតែមិនបានបោះពុំជាមេរៀនហើយបើឆែកទី4នឹងពាក់កណ្ដាលលោកពាក់កណ្ដាលប្រសក់នឹងក៏បរៀនចប់ដែរត្រូវបោះពុំដែរនឹងចប់ពីហ្នឹងទៅបានបោះពុំមេរៀនស្តាប់ឋានហ្នឹងដើម្បីឲ្យយើងមានមេរៀនក្នុងដៃទៅវាសនុករៀនគឹមស្រៀងហុងលោកគ្រូយប់ឡើងម៉ោង12យប់ហើយគេងមិនលក់មិនមានរឿងអ្វីគិតច្រើនបិទទូរស័ព្ទហើយនៅតែដេកមិនលក់តែយើងគួរធ្វើដូចម្ដេចមកវាយើងដេកចង់លក់នោះឈប់មានបំណងឲ្យលក់ទៅលក់យើងចេះបខំចេះចង់លក់មិនលក់ធ្វើរឿងមានប្រយោជន៍រៀនធោឲ្យណាណីមកហើយបកែមិនលក់អញរៀនធោឲ្យណាណីមកបន្តិចងុយដេកលោះទៅលោះអូអាកន្លែងហ្នឹងវាប្រឆាំងទាំងធរហ្នឹងឯងតាមមើលស្ដាប់ធរច្រើនមកវាមិនលក់ឲ្យទៅរៀនណាណីមកហ្នឹងហើយល្អដែរបានលក់អញ្ចឹងរៀនបើយើងខ្លាចតែដេកមិនលក់ហ្នឹងឥឡូវដេកមិនលក់ឲ្យបានមួយអាទិត្យមកយកអាពេលមិនលក់ហ្នឹងរៀននៅណាណីមករៀននៅចាំមកចេះខ្ទេចមកសំខាន់វាមិនមែនរឿងលក់ឬមិនលក់ទេសំខាន់ថាពេលមិនលក់ហ្នឹងយើងធ្វើអីណាខ្ញុំចង់បញ្ជាក់មកទៀតបើវាមិនលក់យកពេលធ្វើប្រយោជន៍ហ្នឹងសិក្សាណាចិត្តចេតសិករូបចាំអស់មើលអានេះអានិសង្ឃដេកមិនលក់ខ្ញុំរៀនតលចេះហើយម្យ៉ាងទៀតសុខភាពយើងហ្នឹងគឺវាអាស្រ័យលើសភាពចិត្តហ្នឹងវាស្ងប់ល្អដែរលក់ច្រើនក៏ដោយតែចិត្តនឹងខ្វល់ចិត្តនឹងវាមិនសាប់មិនសុខយល់សពច្រើនហ្នឹងក៏ដេកច្រើនអត់ប្រយោជន៍ដែរដូចពិខុសាមណេរវិញសម័យពុទ្ធកាលលោកសឹងតែមកយាមទេតែពុទ្ធជនតែអរិយៈអីហ្នឹងលោកសឹងតែមកយាមទេគឺមកឈឹមមកយាមហ្នឹងគឺបើយើងចែកជាយាមវាមាន3មានបឋមយាមពីល្ងាចថ្ងៃលិចទៅហ្នឹងអញ្ចឹងមួយយប់ហ្នឹងចែកជា3ពេលទៅថ្ងៃលិចទៅហើយនឹងមជ្ឈិមយាមហ្នឹងកណ្ដាលហើយនឹងបច្ឆិមយាមចិត្តភ្លឺតែបើយើងចាត់ជាម៉ោងដូចថាឧទាហរណ៍ថាបើម៉ោង6ព្រះអាទិត្យលិចអញ្ចឹងពីម៉ោង7 8 9 10អាហ្នឹងបឋមយាមពី10ទៅ11 12ហើយ1 2 4ម៉ោងទៀតហ្នឹងអាហ្នឹងមជ្ឈិមយាមលោកសឹងនៅចន្លោះហ្នឹងឯងពីម៉ោង10រហូតដល់ម៉ោង2ហ្នឹងលោកសឹងតែប៉ុណ្ណឹងដែរតែម៉ោង2ហ្នឹងលោកក្រោកឯងស្វាត់ឈាយមេរៀនទៅភាវនាទៅអីទៅឃើញទេហើយគ្រប់ហើយដល់ពេលមើលតាមដុកទ័រនិយាយម៉ោងហ្នឹងម៉ោងល្អមែនពីម៉ោង10ឡើងទៅដល់ម៉ោង1អីហ្នឹងគឺថាម៉ោងហ្នឹងល្អសម្រាប់សុខភាពហើយយើងនៅយប់ជ្រៅពេកលើសពីម៉ោង12ម៉ោង1អីទៅដេកដល់ថ្ងៃរះខ្ពស់ក៏ដោយក៏អត់សូវមានប្រយោជន៍ទេខ្ញុំមិនចេះបច្ចេកទេសពេទ្យប៉ុន្តែដឹងតែដុកទ័រនិយាយថាម៉ោងដែលល្អធ្វើឲ្យកោសិកាក្នុងខ្លួនយើងហ្នឹងវាជួសជុលគេថាជួសជុលស្អីដែលវា damage ហ្នឹងគឺពីម៉ោង10ទៅហ្នឹងឯងម៉ោងចន្លោះម៉ោង10ដល់ម៉ោង1ហ្នឹងដុកទ័រខ្ញុំលើដុកទ័រនិយាយចឹងទៅពុទ្ធព្រះអង្គឲ្យសឹងម៉ោងហ្នឹងម៉ោងដែលកោសិកាក្នុងខ្លួនយើងហ្នឹងអា cell ក្នុងខ្លួនយើងវាជួសជុលអាកន្លែងដែលវាខូចហ្នឹងបាទតែឥឡូវបើមិនលក់ល្អមិនចាំបាច់ពិបាកតាំងចិត្តខ្លាចលក់ខានរៀនធោះឲ្យបើថាមិនលក់គិតរៀនធោះមករៀននៅណាណីមក
vô mê riêng chất chia được sắc tinh trăm tích ấy bà cái một lụa này ở khi ông cao nơi xa mình ấy riêng chẳng tới làng cọc làng mong bày ấy chiếng cọc làng hay trường cao lạnh tình tranh kế nhưng thọp đập thụp cho mùi trường nhưng mà không nên là ca nè đá cả nè thụp về chẳng tới đập thấy tròn chọp mây trường tại vì cái đau đau mây trước thầu tập nhẹ làng sổ côn khai chìm riệp du lục rú bật nè bao chỉ vật ní bao mình ban sạc xa bẹt thua tế bật tục men ban riêng hai cầm nọt tục lục rú bạn xa thủ lục rú chỉ tì sờ lành cợt cạt cột sò đời hai tại à vị trí thưa ói bò đợt tê từng nút cùng phong ta bằng co vì nè sẽ cam yang thuần ngô đào phục hàn đấy nâng mình nô sát ta ai tế sừng kriam sasna nâng cạt làng bà ấy có ai cạt làng bàn đây thì pro thì lại bỏ mình được rồi về mến rương sasna mến rương ấy thằng ngó sau đó mới cứ kỳ lẻ còn là kỳ lẻ từ tam vô thia thế là nâng cứ hai chữ ta phần này vô bài phần này chạy tới phần này sẽ tới cách tới có về cái lẽ ta mà rương trong miền trong bàn tới là rương sasna tới về miền chùm nưa nó màu chỉ thông tới chỉ tịch hệ tới sau đó cái lẽ đó nên là vì phốp lâu ní mình hai miền phiêu vẽ với cầm tịch bàn đấy cứ miền tịch chất mà nó thể là bằng plan vì phốp lâu này nên là miền bẹt chia mà chả miền bẹt là màu bằng plan vì phốp lâu này thế cứ chất mà nó chỉ ai có sao là ai ai xây có ai đây này mình đang hiền sầm lạp khi ấy đang hiền miền ấy để tham mình hiền thơ tiết bơ sầm lạp mình khai phòng ấy miền ấy để mình được thơ mình cài tiết à trong ca bóng phá nhá miền ấy để tham mình cài tiết bơ sầm lạp mình nó hiền này chẳng nó không cặp cả thá có ban của vô đây thà bị phồng lông nó về prai pro tự tam tại cái này mà nó thế ai có về sao bấm prong đời xa thì mình miền chặt lò đây cái nào mình miền chặt lò can được chán bị phồng lông nó có sao bấm prong đây ai và cái này nó không chặt mà nó nâng can thì cái đau tới can thì thông tới bị phồng lông nó có khích tì đây một là hai đời mình đâu hay dụ can này lấy mau vì cái này nó về can là chờ năng ấy tu của rụp khăn này ôi tầm lay khăn này về can là tịnh tờ đôi đây là miền phía ở tầm đại thà chặt ta rau thầm mê vọt thân tại à dụ bàn nào sạc hàng bà lén đó thô buôn cứ ở dụ quản nạ sạc hạ bà lẹn nâng rồi mình chùm rán đo là bộ cô nè miền xịt đầy của rụp đo nè đại chìa cun nạ vọt vụt thị bộ cồn cụ nạ vụt thị bộ cồn mình này bộ cồn đài chìm rào đòi cuốn rồi có vì dạ vụt thị bộ cồn là chìm rào đòi vầy chứ có rụp đức mai dương ấy miền phía xa là o đó dương xung bay thì dương mình squall khía có dương miền bịa hai của rụp tam vầy á đâu có mà thay dương đào tới dương khơi dụ riêng bòn dưỡng như hào bon như hào lục pu để minh ấy chấn á tụi bây giờ mình chọc sạch chiên cả đó mơ tới riêng chặt chiên dân chứng dân miền bịa cờ rục chẳng nên tụi bây này dây mình sọp cái này ở dần ná còn đâu tại hào cái này lục pu để minh vậy chẳng pu không dây chăng ấy chèn cho vì lên đọc không cái này khăn ná bàn đò cà chê của mà để chấn á tại dương ở lỡ bịa sổ rò bịaប្រមាថមើលងាយគ្នានឹងគឺថាកើតងាយខ្លាំងហ្នឹងហើយខ្ញុំឃើញ
ឧបមាថាឃើញអ្នកណាម្នាក់ចាស់ស្មើនឹងឪពុកបកើតទៅហើយគ្រាន់តែគាត់និយាយអីចេញគំនិតអីវាមិនស្របគំនិតហ្នឹងអត់មានអាពាក្យសិលធម៌ខ្មែរហ្នឹងវាអស់ទៅណាវាអស់អាលីងទៅសិតតែឲ្យថែមកាញ់ឲ្យថែមចាស់មួយទៀតមកឃើញទេនឹងឲ្យថែមត្រឲ្យងោលមួយទៀតទៅវាអត់មានសិលធម៌សុជីវធម៌ក្នុងការរស់នៅពាក្យសម្ដីល្អអីសម្រាប់និយាយហ្នឹងហើយដល់ចឹងទៅវានាំឲ្យតែបែកបាក់នឹងឯងវាគ្មានពាក្យជេរប្រមាថណាមួយទៅឲ្យសាមគ្គីគ្នាកើតទេគ្រាន់តែយើងជេរប្រមាថប៉ុណ្ណឹងមកវាសាមគ្គីជាមួយបុគ្គលហ្នឹងវាអត់កើតបុគ្គលហ្នឹងក៏មិនអាចមកសាមគ្គីជាមួយយើងអ្នកជេរហ្នឹងកើតឃើញទេវាអត់ជាឧទាហរណ៍ជាក់ស្ដែងយ៉ាងដូចអ្នកជេរប្រមាថខ្ញុំនឹងធ្វើការមួយខ្ញុំមិនកើតទោះខ្ញុំមិនជេរវិញទោះខ្ញុំមិនប្រកាន់អីក៏វារកធ្លុងថាធ្វើការមួយគ្នាវាអត់កើតបាត់ដែរហើយយើងទៅស្រែកឲ្យសាមគ្គីគ្នាមិនហើយអ្នកដែលនៅស្ដាប់នៅរៀនហ្នឹងមានអ្នកអត់ជេរខ្ញុំនឹងឯងឃើញទេដែលនៅរៀនការហ្នឹងឧទាហរណ៍ជាក់ស្ដែងហ្នឹងហើយអ្នកប្រមាថការទៀនជេរដល់ម្ដាយខ្ញុំអីហើយសួរថាឲ្យគាត់មកធ្វើការមួយខ្ញុំមិនកើតហើយថាឲ្យទៅជួយគ្នាល្មិចរួមគ្នាល្មិចដើម្បីសង្គមខ្មែរល្មិចបើយើងចេញមកប្រមាថការទៀនគ្នាហើយហ្នឹងវារួមគ្នាជួយគ្នាល្មិចជួយហ្នឹងឯងកាលណានិយាយមិនត្រូវគ្នាមកហ្នឹងវាមានហេតុចឹងម៉ាក់មួយជំរាបសួរលោកគ្រូខ្ញុំបានទៅឥណ្ឌា2 ដងហើយតែអត់សូវមានគ្រឿងបូជាទេទៀនហើយក៏គិតថាបើមានគ្រឿងបូជាឲ្យច្រើនមិនដឹងសប្បាយចិត្តយ៉ាងណាទេទៀនហើយជំរាបលោកគ្រូមួយទៀតថាពេលស្ដាប់លោកគ្រូបង្រៀនស្ដាប់បន្ថែមពីរោះខ្លាំងណាស់ទៀតបាទហ្នឹងតាមកលៈទេសៈទៅមានក៏យើងបូជាយើងទៅបើមិនមានយើងកុំញ៉ាំងចិត្តអីស្ដាយក្រោយអីហ្នឹងហើយបូជាដោយបដិបត្តិទៅបូជាគឺជាបូជាដ៏ឧត្តមអញ្ចឹងណាខ្ញុំទៅលើក្រោយនេះក៏ខ្ញុំមិនសូវរៀបចំរឿងបូជាអីច្រើនពេកទេហ្នឹងហើយខ្ញុំផ្ដោតតែពីរឿងចង់ឲ្យអ្នកទៅនឹងយល់កន្លែងមួយទៅកន្លែងមួយវាមានរឿងពាក់ព័ន្ធអីខ្លះដែលព្រះអង្គគង់នៅអីចឹងយើងដឹងទៅតែយើងជ្រះថ្លាហ្នឹងហើយការបូជាតាមមានតាមបានមានក៏មានទៅហើយបើអ្វីដែលពិសេសហ្នឹងដែលព្រះអង្គត្រាស់ថាធម្មានុធម្មបដិបត្តិនេះប្រតិបត្តិនៅធម៌សមគួរដល់ធម៌ហ្នឹងគឺឈ្មោះថាជាការបូជាព្រះតថាគតដោយបដិបត្តិទៅបូជាបូជាដ៏ឧត្តមអញ្ចឹងណាបាទសុភីនីលជំរាបសួរលោកគ្រូតើមានអ្វីនិយាយជាមួយកូនស្ដាប់លោកគ្រូតើម្ដាយនិងកូនមានកម្មជាមួយគ្នាមែនគ្រូអត់ស្ដាប់អត់សូវបាទតើមានអ្វីនិយាយជាមួយកូនជាមួយកូនស្ដាប់អូនិយាយឲ្យកូនស្ដាប់ហ៎ហ្នឹងហើយបើអត់មានកម្មទេគ្មានបានជួបគ្នាទេគណៈកម្មល្អក្តីកម្មអាក្រក់ក្តីវាមានណាមានអញ្ចឹងតែរឿងអតីតកាលធ្វើអីនោះវាហួសវិស័យដែលយើងគិតរឿងទៅទៅទៀតហ្នឹងគឺត្រូវតែរៀនអប់រំចិត្តរបស់យើងនឹងផងទៅមានឱកាសអប់រំកូនបានកាន់តែប្រសើរឡើងជួនកាលយើងគិតថាកន្លែងទៅរៀនអប់រំចិត្តហ្នឹងគិតអប់រំកូនតាមពិតកាលណាយើងអប់រំចិត្តបានការដែលអប់រំកូនក៏តិចជាងមុនដែរក៏មានលបាយឆ្លាតជាងមុនដែរយើងខ្វល់ជាមួយកូនពេកធ្វើឲ្យចិត្តយើងខ្វះបញ្ញាយើងចង់ឲ្យកូនល្អពេកធ្វើឲ្យចិត្តហ្នឹងវាកើតទោសៈច្រើនដល់កើតទោសៈច្រើននិយាយទៅវាកញ្ញងកញ្ញាំងដល់កញ្ញងកញ្ញាំងទៅកូនមើលឃើញយើងដូចតិចអញ្ចឹងដល់ទៅខាងក្រៅមិត្តភ័ក្តិគេអត់ដែលកញ្ញងកញ្ញាំងជាមួយគេបបួលទៅដើរលេងវាសុបាយឃើញណាអាហ្នឹង
យើងត្រូវរៀនច្រើនដែរពីកូនយើងហើយខ្ញុំថាអញ្ចឹងសួរថាអញ្ចឹងខ្ញុំពិតជាអប់រំកូននឹងបានល្អហើយឬខ្ញុំមិនធានាទេខ្ញុំគ្រាន់តែធ្វើឲ្យអស់ពីលទ្ធភាពដែលខ្ញុំមានហើយទុកឲ្យហេតុវាសម្រេចផលរបស់វាចោះខ្ញុំគ្មានទៅប្រកែកអីទេទោះបីព្រះអរិយបុគ្គលខ្លះក៏លោកអប់រំកូនមិនបានដែរអញ្ចឹងណាឧបមាដូចជាប្របាទពើពិសាជាស្ដេចផងកុំថាឡើយយើងរាជធម្មតាសូម្បីស្ដេចផងហើយលោកជាអរិយបុគ្គលទៀតនៅតែអប់រំជាសតៈអត់បានទីបំផុតជាសតៈនឹងសម្រាប់ព្រះអង្គដោយឆ្អើវះជើងហើយនឹងឆ្អើដោយអស់សុគីកម្មពីវរិយតនឹងកូនបបាជាសតៈក៏សម្លាប់ជាសតៈបន្តហើយកូនរបស់កូនជាសតៈនឹងក៏សម្លាប់កូនជាសតៈនឹងបន្តទៀតគេបាបកម្មពីវរិយនឹងវាខ្លាំងណាស់ហ្នឹងហើយអញ្ចឹងបានយើងធ្វើឲ្យអស់លទ្ធភាពទៅហើយមិនមួមងអីទេតិចទៅចែកផ្លូវគ្នាអស់ហើយគ្មានកូនគ្រប់ជាតិអីទេមានទេហ្នឹងហើយដូចមានបងប្អូនខ្លះគាត់ព្រួយជំនួសខ្ញុំវ័យប៉ុណ្ណឹងឯងតែមានកូនទូចអត់ខ្លាចនៅមិនតាន់បានកូនធំស្លាប់ចោលកូនទេអីទេអាពូជស្លាប់នេះណាមិនបាច់ទៅចាស់ទេណាក្មេងក៏អាចស្លាប់ចោលកូនដែរហើយក៏មានកូនស្លាប់ចោលឪដែរមិនចឹងមែនអត់ហ្នឹងហើយវាចឹងជីវិតហ្នឹងវាចឹងប៉ុន្តែបើមានឱកាសជួយបានប៉ុណ្ណាជួយឲ្យដែរឲ្យកូនសិក្សារៀនសូត្រទ្រព្យសម្បត្តិគេអកអីគ្មានទេខ្ញុំឲ្យតែចំណេះដឹងទេឲ្យកូនសិក្សារៀនសូត្រទេហើយកូនចេះរស់ទៅបើរៀនចេះហើយមិនចេះរស់អាហ្នឹងវាតាមយថាកម្មហ្នឹងទៅណាហើយជួនកាលយើងប្រឹងពេកយើងភ្លេចមើលកូនណាហ្នឹងក៏ជារឿងកំហុសធំមួយដែរយើងឲ្យកូននឹងមានតម្រើសខូចអស់ចាយលុយក្រឹកក្រែងកូនខ្លាយជាបងធំអីចឹងទៅអាងលុយឪពុកម្ដាយហ្នឹងហើយដល់ចឹងទៅមានលុយបានកូនតាមអស់លុយកូនលែងតាមខ្លះមានលុយចែកគូរាប់លានរាប់លានដុល្លារប៉ុន្តែនៅតែកូនមិនស្កប់កូននៅតែឆ្លោះគ្នាចំណែនគ្នាខ្លះមានវិឡាឲ្យកូនមួយទៀតកូននៅតែឆ្លោះគ្នាប្តឹងគ្នាចាប់គ្នាដាក់គុកទៀតមានហ្នឹងហើយចឹងបាននៅក្នុងតួនាទីរបស់ឪពុកម្ដាយធ្វើតែតួនាទីរបស់យើងទី1ណែនាំកូនមិនឲ្យធ្វើអាក្រក់កុំប្រយុទ្ធកូនឲ្យធ្វើក្នុងរឿងអាក្រក់ជេរគេឆ្លោះមួយគេអីនេះឲ្យកូនជួយជេរដែរក៏មិនសោះនឹងថ្ងៃក្រោយជេរយើងនឹងឯងកុំភ្លេចណាខ្ញុំឃើញគ្រួសារខ្លះពេលគាត់ឆ្លោះជាមួយម្ដាយគាត់ឲ្យកូនជេរម្ដាយគាត់ដែរដល់ថ្ងៃក្រោយកូនវាថ្នាក់ជេរទៅគាត់នេះហើយចឹងបានខ្ញុំអរគុណឪពុកម្ដាយខ្ញុំកន្លែងមួយធ្វើឲ្យខ្ញុំមិនប្រសពក្នុងការជេរគាត់មិនមែនអត់មានរឿងឯមួយបងប្អូនគាត់ប៉ុន្តែនៅពេលដែលពួកខ្ញុំឯងចង់លូកមាត់ថាខឹងពូមីងអីអ៊ំអីដែរគាត់ហាមភ្លាមគាត់ហាមភ្លាមកូននេះរឿងចាស់កូនឯងនៅតែជាក្មួយគេគ្មានរឿងកូនឯងទេគាត់ប្រាប់ភ្លាមអត់ឲ្យអីទៅផាត់សបកអីខឹងយាយនេះខឹងតានោះខឹងអ៊ំនេះមីងនោះអីជាមួយគាត់អត់ទេណាគាត់មានរឿងគាត់ដោះស្រាយគ្នាគាត់ល្អូគ្នាគាត់តិចហ្នឹងមិនជាបោះវាយទេប៉ុន្តែកូនឲ្យទៅរៀនទៅសូត្រមានរឿងចាស់អត់មានឲ្យមកខឹងអ៊ំខឹងមីងអីទេអាហ្នឹងរឿងចាស់ទេអីដល់ចឹងទៅវាចិត្តហ្នឹងវាអត់មានគំនុំគុំគួនជាមួយមីងមាបងប្អូនណាមែនវាអត់ណាក្រោយមកគាត់ក៏ដោះស្រាយគ្នាវិញបានបញ្ជាកំហុសធំណាស់ឪពុកម្ដាយដែលឆ្លោះគ្នាជាមួយបងប្អូនហើយ
ឲ្យកូនខឹងដែរហ្នឹងណាហ្នឹងហើយថ្ងៃក្រោយយើងត្រូវគ្នាមួយបងប្អូននេះកូនយើងស្អប់គ្នាបាត់ហើយឲ្យកូនមកត្រូវគ្នាវិញគ្នាក៏បាត់ដែរហ្នឹងមិនឈ្មោះថាណែនាំកូនមិនឲ្យធ្វើអាក្រក់ទេយើងខឹងពីណាយើងនាំគ្នាឲ្យកូនជេរជាមួយយើងឲ្យខឹងជាមួយយើងហ្នឹងឈ្មោះថាឲ្យកូនធ្វើអាក្រក់ហើយតែយើងមិនយល់ពាក្យហ្នឹងថាវាមានរឿង